ហាត់ដល់ហើយប្រិមិត្តបងប្អូនអរគ្នាបាទកូនសិស្សរបស់មេធីមរឿងសុភ័ណ្ឌបាទរឿងចត្រាចេញអុកលុកនៅក្រៅប្រទេសទៀតហើយបងប្អូនប្រិមិត្តបាទរឿងចត្រានេះបងប្អូនប្រិមិត្តប្រវត្តិធ្លាប់ទៅក្រៅប្រទេសតែម្ដងគត់នៅក្នុងអាជីពបាទគឺទៅប្រកួតនៅឯស្រុកស្រៀមបាទចាញ់បន្ទុលើកនេះរឿងចត្រាដាក់ចិត្តដាក់កាយបដិញ្ញាដឹងតែយកជ័យជំនះនៅឯប្រទេសឡាវបាទរឿងចត្រាត្រូវប្រកួតនៅប្រទេសឡាវនៅថ្ងៃទី24បាទខែតុលាឆ្នាំ2025ខាងមុខនេះបងប្អូនប្រិមិត្តបាទអញ្ចឹងមានធីមគុណខ្មែរយើងចំនួន4រូបបាទអញ្ចឹងក្នុងនោះមានបាទរឿងចត្រានេះបាទកំពុងតែបុកវឹកហាត់បាទចង់ដឹងថាសកម្មភាពវឹកហាត់ក៏ដូចជាចំណាប់អារម្មណ៍គាត់បែបណាមុនទៅឡាវជួបគាត់ទាំងអស់គ្នាទីមោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សបាទសួស្តីអូនបាទរឿងចត្រាសើបងបាទបាយនេះយូរនេះអូននេះបាយនេះយូរបងបាយនេះយូរអូសុខសប្បាយជាអូនសប្បាយជាអត់សុខបាយបងបាទសុខធម្មតាណាបាទមើលមករយៈនេះមានបានប្រកួតអីហ៎ប្រកួតបងបានប្រកួតខ្លះៗដែរតាមប្រកួតខ្លះដែរណាបាទមើលយើងធ្លាប់ទៅស្រុកសៀមមួយគ្នារយៈពេលប៉ុន្មាននេះចាំបានទេអូនម្ដងចាំបានម្ដងចាំម្ដងណាបាទអូខេអញ្ចឹងក្នុងអាជីពការប្រកួតរបស់យើងធ្លាប់ទៅក្រៅស្រុកទេអូនស្រុកទៅម្ដងបងតែម្ដងគត់ហ្មងបាទម្ដងឱកាសពីផ្ទៃចក្រកីឡាវិទ្យាម្ដងកាន់ទៅស្រុកសៀមមើលមកដល់បច្ចុប្បន្ននេះអូនឯងធ្លាប់ប្រកួតជាមួយនឹងកីឡាករក្រៅស្រុកឯងបរទេសឯងក៏ប៉ះហើយធ្លាប់ហ្មងក៏ប៉ះដែរណាបាទប៉ុន្មានដងទេអូនចូល75 10ដងហ្មង75 10ដងដែរណាបាទអូខេអញ្ចឹងយើងលេងខ្លាចបរទេសទៀតហើយអញ្ចឹងបាទបងបាទឆ្អិនជាមួយបរទេសដែរឥឡូវនេះយើងមកត្រឡប់មកនិយាយរឿងយើងវិញម្ដងឥឡូវនេះត្រូវឮដំណឹងថាទៅប្រទេសក្រៅទៀតនេះបាទបងទៅណាដែរអូនទៅប្រទេសឡាវបងចុងខែនេះបងនៅថ្ងៃទីប៉ុន្មានដែរអូនទៅឡាវថ្ងៃ24បងវាយថ្ងៃទី24ហ្នឹងបាទហើយទៅយើងទៅមុនថ្ងៃទីប៉ុន្មានទៅមុនថ្ងៃឮថាបងទៅថ្ងៃ22ហ្នឹងណាបាទបាទអញ្ចឹងថ្ងៃទី22ទៅដល់នោះថ្លឹងគីឡូថ្ងៃទី23វាយទី24បណ្ដោយបាទបងមើលអូនដឹងការប្រកួតនឹងរយៈពេលប្រហែលខែប្រហែលថ្ងៃដែរខ្ញុំដឹងគ្រូប្រាប់មុន1ខែបងតែមុន1ខែណាបាទមើលបុកហាត់មិនដែរអូនឥឡូវនេះបុកហាត់ល្អបងទីទាត់ជារៀងរាល់ថ្ងៃបាទបងអូខេអញ្ចឹងត្រៀមខ្លួនបានណាដែរសម្រាប់ការប្រកួតមួយនេះខ្ញុំត្រៀមខ្លួន 100% បងការប្រកួតថ្ងៃចុងខែនេះបងចុងខែនេះបាទមើលយើងទៅក្រៅស្រុកអញ្ចឹងយើងការប្រកួតចិត្តចង់យ៉ាងម៉េចដែរអូនព្រោះថាកន្លងទៅយើងធ្លាប់ទៅមើលធ្លាប់ទៅសៀមយើងកាលនេះចាញ់ពិន្ទុគេណាបាទខ្ញុំដងនេះខ្ញុំចាញ់ជាលើកទី2ខ្ញុំប្រឹងយកជ័យនេះឲ្យបានមកពីច្រើនទៅក្រៅស្រុកមានភ័យអូនលើកទី1ភ័យបងលើកទី1ភ័យណាបាទឥឡូវស៊ាំហ្នឹងឥឡូវជាមួយហ្នឹងបងទៅតាំងចិត្តខ្លះជិបចង់តិចព្រោះថាការប្រកួតលើកនេះបើសិនជាឈ្នះយើងមានឈ្មោះក្នុងបញ្ជីដើម្បីទៅប្រកួតទៀតជាពិសេសបាទលោកសំណប់គឺជា promoter ដែលគាត់បាននាំយកកីឡាករយើងទៅប្រកួតទៅក្រៅស្រុកដើម្បីផ្សព្វផ្សាយគុណខ្មែរបាទនៅក្នុងស្រុកក៏ប៉ះមួយកីឡាករឡាវឯងធ្លាប់ម្ដងបងធ្លាប់ម្ដងដែរចាញ់ឈ្នះអូនប៉ុណ្ណឹងវាយត្រឡប់ឈ្នះបាទវាយដល់ទៅនេះណាទឹក2បងទឹក2អូអញ្ចឹងទៅឡាវសិននេះលេខខ្លាចព្រោះធំវាយឡាវត្រឡប់ហើយតែយើងដល់នោះគេដាក់របស់ពុតដែរណាគេដាក់សិនអ្នកខ្លាំងព្រោះម្ចាស់ផ្ទះបាទអូខេឥឡូវសង្ឃឹមបាន200ដែរអូនសម្រាប់ការប្រកួតមួយនេះខ្ញុំសង្ឃឹម50 បង50 ណាបាទអញ្ចឹងនៅសល់50ទៀតជូនឲ្យពុកម៉ែបងប្អូនយើងគ្រប់គ្រងបន្តទៀតបាទបងបាទអរគុណជាចុងក្រោយនេះមាននិយាយទៅកាន់ភេទជ្ជៈកីឡាវិទ្យាដែលបាននាំបងប្អូនទៅហើយដូចជានិយាយទៅកាន់ពុកម៉ែបងប្អូនដែលគ្រប់គ្រងវិស័យគុណខ្មែរផងដែរជាចុងក្រោយខ្ញុំបាទអរគុណដល់ភេទជ្ជៈកីឡាវិទ្យាដែលនាំខ្ញុំបាទទៅប្រកួតប្រទេសក្រៅអរគុណសូមឲ្យពុកម៉ែបងប្អូននៅខ្មែរជួយគ្រប់គ្រងខ្ញុំបាទថ្ងៃ24នេះបាទប្រកួតនៅប្រទេសឡាវអរគុណអូនជួយបងប្អូនជោគជ័យហើយមានអ្នកគ្រប់គ្រងបងប្អូនកាន់តែច្រើនជាងនេះបាទ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស